យកតម្លៃដែលគេបានបញ្ចុះទៅគុណជាមួយនឹងថ្លៃដើមចែកនឹង100បាទតម្លៃដែលគេបានបញ្ចុះប្រហែលបាទក្នុងមួយនេះគឺគេបញ្ចុះប្រហែល25%បាទទៅគុណនឹងតម្លៃដើមបាទតម្លៃដើមប្រហែលតម្លៃដើមគឺ45,000បាទ45,000រៀលបាទចែកនឹង100ចែកនឹង100មកជំរាបសួរលោកគ្រូនិងកូនៗទាំងអស់គ្នាបាទថ្ងៃនេះគឺផងដែរគឺលោកគ្រូមានលំហាត់មួយទៀតហើយតើតងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃតែម្ដងលំហាត់នេះគឺលោកគ្រូកូនៗទាំងអស់គ្នាតែងតែដើរទៅតាមផ្សារកូនៗតែងតែឃើញគេដាក់ថាបញ្ចុះតម្លៃ15%បញ្ចុះតម្លៃ10%បញ្ចុះតម្លៃ25%តើគេបញ្ចុះតម្លៃបែបនោះតើតម្លៃដែលគេលក់ប្រកបតម្លៃប៉ុន្មានតើកុំឲ្យខាតពេលទៅមើលនៅលំហាត់លោកគ្រូទាំងអស់គ្នាកូនៗនឹងដឹងថាអូពេលណាដែលគេបញ្ចុះតម្លៃបែបនេះយើងត្រូវគណនាដោយប្រមាណវិធីយ៉ាងណាបើយើងនឹងរកចម្លើយឃើញតើកុំឲ្យខាតពេលទៅមើលនឹងលោកគ្រូធ្វើលើកណ្ដាស់ហ៊ានលោកគ្រូទាំងអស់គ្នាតើលើគ្រូមានលំហាត់មួយបើមួយគេលក់តម្លៃ45,000រៀលបាទគេបញ្ចុះតម្លៃ25%បាទតើបើនោះគេបញ្ចុះតម្លៃអស់ប៉ុន្មានបាទបានន័យថាតើបើនោះគេបញ្ចុះតម្លៃអស់ប៉ុន្មានស្មើនឹងគេសួរថាតើបើនោះគេបញ្ចុះតម្លៃអស់ប៉ុន្មានរៀលតើគេបញ្ចុះតម្លៃអស់25%ហើយតើគេបញ្ចុះតម្លៃនឹងអស់ប៉ុន្មានពាន់បញ្ចុះតម្លៃអស់ប៉ុន្មានម៉ឺនតើយើងគណនាដោយប្រើប្រមាណវិធីយ៉ាងដូចម្តេចទើបឃើញថាតើគេបញ្ចុះតម្លៃអស់ប៉ុន្មានកុំឲ្យកាត់ពេលទៅមើលនឹងការដោះស្រាយលំហាត់ជាមួយនឹងគ្រូទាំងអស់គ្នាបាទឥឡូវយើងដឹងហើយបាទដើម្បីរកបាទតម្លៃដែលគេបានបញ្ចុះបាទយើងត្រូវយកតម្លៃដែលគេបានបញ្ចុះទៅគុណជាមួយនឹងថ្លៃដើមយកតម្លៃដែលគេបានបញ្ចុះទៅគុណជាមួយនឹងថ្លៃដើមចែកនឹង100បាទតម្លៃដែលគេបានបញ្ចុះប្រហែលបាទនៅក្នុងមួយនេះគឺគេបញ្ចុះប្រហែល25%បាទទៅគុណនឹងតម្លៃដើមបាទតម្លៃដើមប្រហែលតម្លៃដើមគឺ45,000បាទ45,000រៀលបាទចែកនឹង100ចែកនឹង100មកបាទឥឡូវយើងអាចធ្វើប្រមាណវិធីគុណមកបាទប្រមាណវិធីគុណយើងយកមកបាទ25បាទគុណនឹង45បាទគុណទាំងអស់គ្នាមកបាទ5 5 ដង20 25សេត5ត្រា2បាទ5 2ដង10ដង2 12បាទ6ដង20សេ0ត្រា2បាទ4 2ដង8 8 2 10 5 2 1 1 0បាន03បាទដូច្នេះគឺបាទរាយ10 100 ពាន់ម៉ឺនសែនលានអស់1លាន125,000បាទយើងមិនមែនថាលុយនឹងលុយដែលគាត់បញ្ចុះទេណាគឺយើងត្រូវចែកនឹង100ទៀតបាទយក1លានបាទ250,000បាទចែកនឹង100បាទចែកមកចែកនឹង100មកបាទយើងដឹងហើយការចែកចំនួននៅលេខដែលមាន0ចុះយើងលុបអាចលុបលេខ0បាន2ដូចគ្នាបាទចម្លើយគឺនៅសល់ប៉ុន្មានបាទនៅសល់12050បាទនៅសល់12050ដូច្នេះបាទបានហ្នឹងគឺគាត់ត្រូវការបញ្ចុះតម្លៃអស់11250បាទ50រៀលបាទលំហាត់នេះផងដែរគឺតកតងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងនៅតាមម្ដងពិសេសគឺបងឬក៏លោកគ្រូឬក៏កូនៗដែលធ្លាប់ដើរនៅលើទីផ្សារបាទជាដឹងហើយពេលគេអត់ដែលដាក់ថាគេបញ្ចុះតម្លៃអស់5,000បញ្ចុះតម្លៃ10000ទេគេគិតថាគេបញ្ចុះតម្លៃត្រឹមតែបាទ15% 25% 30% 50%តែប៉ុណ្ណោះតើតម្លៃដែលគេត្រូវលក់នោះតម្លៃប្រហែលយើងអត់ដឹងទេដូច្នេះយើងត្រូវដឹងប្រមាណវិធីនេះយើងគ្រាន់តែទាញទូរស័ព្ទមកយើងគណនាដើម្បីរកថ្លៃដែលគេបានបញ្ចុះយើងត្រូវយកថ្លៃបញ្ចុះបាទគុណនឹងថ្លៃដើមចែកនឹង100បាទយកថ្លៃដែលគេបានបញ្ចុះថ្លៃដែលគេបញ្ចុះគឺប្រមាណភាគរយហ្នឹងហើយនៅថាថ្លៃដែលគេបានបញ្ចុះបាទថ្លៃដែលគេបានបញ្ចុះគឺគេគិតថា15%ហ្នឹងហើយនៅថាថ្លៃដែលគេបានបញ្ចុះដូច្នេះបាទការបកស្រាយនឹងគំបញ្ជុលបាទរបៀបរករំហាត់ដែលតកតទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកគ្រូថ្ងៃនេះលោកគ្រូសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះជាចុងក្រោយលោកគ្រូសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាលោកគ្រូតែងតែតាមដានเพจរបស់ខ្ញុំបាទ Dream Dog Teacher ជាចុងក្រោយកុំភ្លេចបាទជួយចែករំលែកនិងជួយចុច follow page របស់ខ្ញុំបាទមួយផងអរគុណច្រើនបាយបាយ